ពុកម៉ែបងប្អូនជាទីគោរពរាប់អាននៅថ្ងៃនេះខ្ញុំលើកយកនៅបទវិភាគថ្មីជជែកវែកញែកជាមួយលោកអ្នកបាទទៅលើប្រធានបទប្រសិនណាបើសៀមឬក៏ថៃហ៊ានតែបើកការឈ្លានពានទឹកដីកម្ពុជាឬហ៊ានធ្វើសង្គ្រាមជាមួយកម្ពុជានៅក្នុងសម័យកាលរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីនាពេលនេះថៃឬក៏សៀមនឹងចាញ់កម្ពុជាយ៉ាងអាម៉ាស់បាទហេតុអ្វីបានជាខ្ញុំលើកឡើងបែបនេះតើកម្ពុជាអាចមានប្រៀបទៅលើថៃត្រង់ចំណុចណាខ្លះដូច្នេះនៅក្នុងប្រធានបទនេះសូមពុកម៉ែបងប្អូនបញ្ចេញនៅទស្សនៈទាំងអស់គ្នាថាតើការលើកឡើងរបស់ខ្ញុំតាក់លហីកអំណះអំណាងរបស់ខ្ញុំសមរម្យឬយ៉ាងណាបាទពិតណាស់បើយើងសម្លឹងមើលទៅលើចក្ខុវិស័យឬក៏យុទ្ធសាស្ត្រស្នូលរបស់សម្ដេចតេជោហ៊ុនសែនយើងឃើញថាសម្ដេចតេជោហ៊ុនសែនលោកមានយុទ្ធសាស្ត្រលោកមានចក្ខុវិស័យវែងឆ្ងាយមែនទែនអាចនិយាយបានថាសម្ដេចតេជោហ៊ុនសែនតាំងពីដើមមកលោកបានស្គាល់ភាគីទាំងអស់បាទដែលជាប់ព្រំដែនកម្ពុជាមានន័យថាលោកបានស្គាល់នៅអត្តចរិតរបស់បុគ្គលអ្នកនយោបាយក្តីមេដឹកនាំក្តីរបស់បណ្ដាប្រទេសទាំងអស់ដែលជាប់របងជាមួយនឹងកម្ពុជាមិនថាថៃមិនថាវៀតណាមឬមិនថាឡាវនោះទេមេដឹកនាំនានាទាំងឡាយដែលជាអតីតមេដឹកនាំក្តីមេដឹកនាំនាពេលបច្ចុប្បន្ននេះក្តីសម្ដេចលោកស្គាល់យ៉ាងច្បាស់អំពីអត្តចរិតនៃការធ្វើនយោបាយរបស់អ្នកទាំងនោះជាដើមមួយវិញទៀតសម្ដេចលោកក៏ស្គាល់យ៉ាងច្បាស់បាទអំពីប្រភពនៃចំនួនពីអតីតកាលរវាងបណ្ដាប្រទេសដែលជាប់របងកម្ពុជាដូចគ្នាមិនថាប្រវត្តិចំនួនរវាងកម្ពុជាថៃឬក៏ខ្មែរសៀមនោះទេគឺលោកស្គាល់យ៉ាងច្បាស់មិនត្រឹមតែស្គាល់ច្បាស់ទេលោកដឹងបាទអំពីប្រភពនៃចំនួនអំពីអនាគតថាតើចំនួនរវាងបណ្ដាប្រទេសដែលជាប់របងភូមិផងកម្ពុជាវានឹងអាចកើតឡើងទៅតាមផ្លូវណាថាតើកម្ពុជាត្រូវត្រៀមខ្លួនដោយរបៀបណាដើម្បីឆ្លើយតបទៅនឹងបញ្ហាឆ្លើយតបទៅនឹងចំនួនឬក៏ឆ្លើយតបទៅនឹងសង្គ្រាមប្រសិនណាបើកើតមានឡើងថាតើកម្ពុជាខ្សោយចំណុចណាថាតើសត្រូវខ្លាំងចំណុចណាថាតើកម្ពុជាខ្លាំងចំណុចណាសត្រូវខ្សោយចំណុចណាថាតើកម្ពុជាត្រូវពង្រឹងចំណុចស្នូលត្រង់ចំណុចណាទាំងពេលបច្ចុប្បន្ននិងបន្តទៅអនាគតក្នុងន័យដើម្បីធ្វើយ៉ាងណាមិនឲ្យសត្រូវមានសន្លឹកបៀដែលអាចដាក់គំនាបមកលើកម្ពុជានៅថ្ងៃណាមួយប្រសិនណាបើមានចំនួនដូចនាពេលបច្ចុប្បន្ននេះឯងដូច្នេះហើយបានជាយើងមើលឃើញថាស្ថានភាពបញ្ហាចំនួនដែលកើតមានឡើងសម្ដេចលោកគឺអាចគ្រប់គ្រងបានគ្រប់យ៉ាងទាំងអស់មិនត្រឹមតែអាចគ្រប់គ្រងបានទេថែមទាំងមានប្រៀបទៅលើចំនួនទៅទៀតដែលចក្ខុវិស័យនៃការគិតមុនទាំងអស់នោះហើយយុទ្ធសាស្ត្រស្នូលទាំងអស់នោះហើយទើបកម្ពុជាអាចប្រជុំមុខបាននាពេលបច្ចុប្បន្ននេះឯងជាក់ស្ដែងយើងឃើញហើយថាគ្រប់ចំណុចដែលថៃបានគម្រាមមកកាន់កម្ពុជាដែលគិតថាជាចំណុចខ្សោយរបស់កម្ពុជាតាក់ទងទៅនឹងការបិទនៅច្រកព្រំដែនក្តីតាក់ទងទៅនឹងការចង់ផ្ដាច់ប្រព័ន្ធអគ្គិសនីក្តីតាក់ទងទៅនឹងការកាត់ផ្ដាច់នៅប្រព័ន្ធអ៊ីនធឺណិតក្តីដែលថៃគិតថាជាចំណុចខ្សោយក៏ប៉ុន្តែសួរថាទាំងនោះវាជាចំណុចខ្សោយសម្រាប់កម្ពុជាទៀតទេមកទល់នឹងម៉ោងនេះបាទគឺមិនមែនទេកម្ពុជាមានគ្រប់គ្រាន់កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងដំណាក់កាលនេះមានន័យថាតាំងពី20ឆ្នាំមុនតាំងពី10ឆ្នាំមុនកម្ពុជាបានព្យាយាមអភិវឌ្ឍកម្ពុជាបានព្យាយាមប្រែក្លាយនៅចំណុចខ្សោយនៅចំណុចខ្វះខាតរបស់ខ្លួនឲ្យមានគ្រប់យ៉ាងដោយពេលបច្ចុប្បន្ននេះឯងដែលបង្កើតដោយទៅនឹងអ្វីដែលថៃកំពុងតែថាជាចំណុចខ្សោយរបស់កម្ពុជាដូច្នេះចំណុចដែលថៃមើលឃើញថាជាចំណុចខ្សោយកម្ពុជាក៏ប៉ុន្តែបែរជាបន្ទុករបស់ថៃទៅវិញយើងឃើញហើយការដែលថៃដាក់ចេញនូវយុទ្ធសាស្ត្រទាំង3ខាងលើមានការបិទច្រកព្រំដែនការកាត់ផ្ដាច់ចរន្តអគ្គិសនីនិងការកាត់ផ្ដាច់អ៊ីនធឺណិតជាដើមវាហាក់បីដូចជាថៃបានបាច់អង្កាមបញ្ច្រាស់ខ្យល់បាក់ចូលភ្នែកទៅលើថៃខ្លួនឯងទៅវិញដែលនោះមានន័យថាថៃគឺមិនទាន់ស្គាល់កម្ពុជាច្បាស់លាស់នោះទេបាទនៅក្នុងសម័យកាលឆ្នាំ2025នៅក្នុងសម័យកាលរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតហេតុដូច្នេះហើយបានជាខ្ញុំលើកឡើងថាសម្ដេចទាំងទ្វេបាទជាពិសេសគឺសម្ដេចតេជោហ៊ុនសែនដែលលោកមានបទពិសោធន៍ក្រាស់ក្រាលតាក់ទងទៅនឹងប្រវត្តិជូរចត់តាក់ទងទៅនឹងប្រវត្តិនៃការរំដោះកម្ពុជាចេញពីសង្គ្រាមជាដើមលោកស្គាល់ថៃច្បាស់ណាស់បាទលោកស្គាល់ក្រចៅថៃយ៉ាងច្បាស់ថ
ថានៅថ្ងៃណាមួយថៃឬក៏សៀមនេះគឺអាចនឹងបន្តបង្កចំនួនឬក៏បង្កើតសង្គ្រាមជាមួយកម្ពុជានៅតាមបន្ទាត់ព្រំដែននៅតាមទីតាំងតំបន់មួយចំនួនដែលលោកស្គាល់ថាថៃនឹងបើកប្រតិបត្តិការឈ្លានពានលោកស្គាល់ច្បាស់ថាកម្ពុជាត្រូវដើរក្រឡាណាត្រូវដើរផ្លូវណាដើម្បីមានប្រៀបទៅលើថៃនេះពេលនេះយើងឃើញហើយថាកម្ពុជាមានប្រៀបគ្រប់បែបយ៉ាងពិតមែនយុទ្ធសាស្ត្រដែលថៃចង់ដាក់បន្ទុកលើកម្ពុជាវាបានคล้ายទៅជាបន្ទុកខ្លួនឯងសម្រាប់ភាគីថៃទៅវិញមួយវិញទៀតបាទដូចដែលយើងឃើញហើយថាយុទ្ធសាស្ត្រនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជានិងថៃមានលក្ខណៈខុសគ្នាកម្រិតណាជាក់ស្ដែងថ្នាក់ដឹកនាំកម្ពុជាយើងសម្ដេចតេជោហ៊ុនសែនក្តីសម្ដេចធិបតីហ៊ុនម៉ាណែតក្តីគឺលោកមានភាពចាស់ទុំគ្រប់យ៉ាងបាទមានន័យដូចម្ដេចមានន័យថារាល់ជំហាននីមួយៗរាល់យុទ្ធសាស្ត្រនីមួយៗគឺមានការគិតគូរច្បាស់លាស់គឺមានការគិតគូរដិតដល់ម៉ត់ចត់ម៉ាត់ស្ាត់ខ្លាំងណាស់បាទមុននឹងដាក់ចេញនៅយុទ្ធសាស្ត្រទាំងនោះមានន័យថាដើរទៅតាមគន្លងតែមួយនៅក្នុងស្មារតីជាតិតែមួយមិនមានការបែងចែកអំណាចមិនមានការបែងចែកបកពួកបាទដូចជាខាងភាគីថៃនោះទេបើលោកនិយាយអ្វីលោកនឹងធ្វើនឹងលោកមិនគំរាមទេបើសិនជានិយាយគឺត្រូវតែធ្វើបាទជាក់ស្ដែងយើងឃើញហើយជាមួយនឹងភាគីថៃមិនគំរាមទេក៏ប៉ុន្តែគឺធ្វើតែម្ដងដែលមានពាក្យមួយឃ្លាគេបានលើកឡើងហើយថាថៃគឺជាអ្នកលេងពាក្យសម្ដីក៏ប៉ុន្តែខ្មែរជាអ្នកមែនបាទជាអ្នកមែនជាអ្នកធ្វើតែម្ដងហើយមានប្រៀបទៅទៀតត្រង់ចំណុចនេះហើយបានជាខ្ញុំលើកឡើងថាសម្ដេចលោកស្គាល់ថៃច្បាស់ណាស់បាទស្គាល់នយោបាយនៃការដឹកនាំរបស់ប្រទេសថៃច្បាស់លោកស្គាល់នៅឧបសគ្គនៅថ្ងៃខាងមុខលោកស្គាល់នៅទីតាំងប្រភពចំនួនដែលអាចនឹងកើតមានឡើងលោកស្គាល់ទៅនឹងអ្វីដែលត្រូវត្រៀមនៅពេលដែលចំនួនកើតមានឡើងជាមួយថៃជាដើមការដែលស្គាល់ការដែលត្រៀមជើងព្រួលទាំងនោះហើយទើបធ្វើឲ្យកម្ពុជាយើងមានប្រៀបទៅលើថៃគ្រប់បែបយ៉ាងនោះឯងចុះចំណែកការដឹកនាំរបស់ភាគីថៃវិញតើមានលក្ខណៈបែបណាបាទដូចដែលយើងឃើញហើយថានាពេលបច្ចុប្បន្ននេះអំណាចនៅលើទឹកដីថៃមានការឯកភាពគ្នានៅក្នុងកម្រិតណាគឺគ្មានទេមិនថាខាងស្ថាប័នព្រះមហាក្សត្រមិនថាខាងនាយករដ្ឋមន្ត្រីមិនថាខាងកម្លាំងយោធាជាដើមអំណាចនោះគឺយើងមើលទៅវាហាក់បីដូចជាពុះចែកគ្នាជា2ជា3ទៅហើយវាគ្មានការឯកភាពគ្នាច្បាស់លាស់ណាមួយទៅលើការគ្រប់គ្រងជាតិនោះទេបាទមានន័យថាមិនដើរទៅលើគន្លងស្របតែមួយយល់ស្របធ្វើអ្វីធ្វើជាមួយគ្នានោះទេបាទម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំម្នាក់ទៅឆ្វេងម្នាក់ទៅស្ដាំចំណុចនេះហើយបានជាយើងមើលឃើញថាប្រព័ន្ធនៃការគ្រប់គ្រងនៅលើទឹកដីថៃគឺខ្សោយខ្លាំងណាស់បាទអំណាចយោធាគឺមានកម្លាំងខ្លាំងជាងអំណាចរបស់នាយករដ្ឋមន្ត្រីទៅទៀតដែលអាចធ្វើព្យុះធ្វើភ្លៀងធ្វើបញ្ហានានាទៅលើនាយករដ្ឋមន្ត្រីបានជាក់ស្ដែងយើងឃើញហើយថានៅពេលដែលមានសេចក្តីថ្លែងការណ៍កើតមានឡើងណាមួយទៅលើការដែលផ្ដាល់មុខមាត់សម្រាប់នាយករដ្ឋមន្ត្រីខាងអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីផែថងថានោះបានថ្លែងទៅខាងភាគីយោធាថៃនោះបានថ្លែងផ្សេងទៅវិញត្រង់ចំណុចនេះហើយបានជាយើងមើលឃើញថាថៃវាហាក់បីដូចជាដណ្ដើមគ្នាបាទជិះនៅលើចង្អេរបាទដណ្ដើមគ្នាពុះចែកអំណាចជាមួយជា2ជា3ជ្រុងបាទដូចដែលខ្ញុំលើកឡើងអញ្ចឹងអំណាចរបស់រាជវង្សមានការកាច់កងគ្នាជាមួយនឹងអំណាចនាយករដ្ឋមន្ត្រីបាទអំណាចជាមួយនឹងអំណាចយោធាជាដើមគឺសុទ្ធតែជាគូបដិបករវាងគ្នានឹងគ្នាជានិច្ចបាទព្យាយាមដណ្ដើមព្យាយាមផ្ដួលគ្នាជានិច្ចបាទដែលគេមើលឃើញថាទៅលើប្រវត្តិសាស្ត្រថៃតាំងពីអតីតកាលថៃនេះគឺជាប្រទេសលេខ1ទៅហើយខាងការធ្វើរដ្ឋប្រហារបើប្រៀបធៀបទៅលើបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកថៃគឺជាប្រទេសដែលដណ្ដើមអំណាចគ្នាកាច់កងគ្នាជានិច្ចបាទដែលផ្ទុយស្រឡះពីកម្ពុជាយើងមិនថាអង្គព្រះមហាក្សត្រជីវិតតម្កល់លើត្បូងនៃយើងមិនថាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមិនថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមិនថាបណ្ដាថ្នាក់ដឹកនាំនៅគ្រប់វិស័យនៅកម្ពុជាទេបាទគឺឯកភាពជាតិក្នុងស្មារតីតែមួយដើរលើផ្លូវតែមួយដែលចំណុចដ៏ពិសិដ្ឋទាំងនោះហើយទើបធ្វើឲ្យប្រជាជនខ្មែរយើងប្រជាជាតិខ្មែរយើងទាំងមូលលោកជឿជាក់ 100% ទៅលើការដឹកនាំរបស់សម្ដេចទៅលើការដោះស្រាយចំនួនដែលកំពុងតែកើតមានឡើងរវាងថៃនិងកម្ពុជានាពេលនេះមួយវិញទៀតពិតហើយថានៅឯទឹកដីប្រទេសថៃអំណាចរបស់យោធាគឺអាចគ្របដណ្ដប់ទៅលើអំណាចរបស់នាយករដ្ឋមន្ត្រីបានក៏ប៉ុន្តែមិនថានាយករដ្ឋមន្ត្រីមិនថាកម្លាំងយោធាអំណាចយោធាឬក៏អំណាចនៅឯរាជវង្សនោះទេឲ្យតែមានចេតនាប៉ះពាល់កម្ពុជា
បាទចង់បង្ករឿងចង់ឈ្លានពានមកលើទឹកដីកម្ពុជានៅក្នុងសម័យសម្ដេចតេជោសែននៅក្នុងសម័យសម្ដេចធិបតីហ៊ុនម៉ាណែតច្បាស់ណាស់បាទថៃនឹងអន្តរាយថៃនឹងអាម៉ាស់យ៉ាងពិតប្រាកដបាទសម្រាប់ខ្ញុំគឺជឿជាក់ 100% បែបនេះតែម្ដងបាទហើយខ្ញុំគិតថាពុកម៉ែបងប្អូនប្រជាជនខ្មែរយើងទូទាំងនគរទូទាំងប្រទេសក៏មានជំនឿជឿជាក់ដូចខ្ញុំបាទគឺជឿជាក់ 100% ទៅលើសម្ដេចតេជោហ៊ុនសែនទៅលើសម្ដេចធិបតីទៅលើកម្លាំងរបស់បញ្ជាការកងទ័ពឧត្តមសេនីយ៍នានាបាទទាំងចាស់ទាំងថ្មីដែលលោកនៅតាំងពីសម័យខ្មែរក្រហមមានបទពិសោធន៍គ្រប់យ៉ាងនៅក្នុងសមរភូមិសង្គ្រាមបាទដែលយើងជឿជាក់ 100% ទៅលើសម្ដេចទៅលើថ្នាក់ដឹកនាំទៅលើមេបញ្ជាការទាំងអស់បាទថានឹងអាចយកជ័យជំនះថានឹងអាចមានព្រៀបយ៉ាងពិតប្រាកដជាមួយនឹងភាគីថៃបាទប្រជាជនខ្មែរយើងច្រើនណាស់លោកបានលើកឡើងថាដរាបណាមានវត្តមានរបស់សម្ដេចតេជោសែនកម្ពុជាប្រជាជនកម្ពុជាគឺមានភាពកក់ក្ដៅនិងជឿជាក់ជានិច្ចថាគ្មានបរទេសណាដែលអាចបំផ្លាញកិត្តិយសឬក៏ជន់ឈ្លីកិត្តិយសកម្ពុជាអាចឈ្លានពានទឹកដីកម្ពុជាបាននោះទេយើងឃើញហើយតាំងពីសម័យអតីតកាលថៃគឺចង់បានទឹកដីខ្មែរយើងណាស់យើងរាប់ត្រឹមតែក្រោយសម័យអាណានិគមបារាំងថាថៃអាចយកទឹកដីខ្មែរយើងបានទេគឺមិនបានទេបើទោះបីណាជាក្នុងសម័យកាលរបស់សម្ដេចសីហនុបាទព្រះបរមរតនកោដ្ឋនៃយើងក៏ថៃមិនអាចយកទឹកដីខ្មែរបានហើយទទួលរងនូវភាពអាម៉ាស់ដដែលចូលមកដល់សម័យកាលរបស់សម្ដេចតេជោហ៊ុនសែនក៏ថៃមិនអាចយកទឹកដីខ្មែរបានដដែលបាទបើទោះបីណាជានៅក្នុងអំឡុងពេលដែលកម្ពុជាយើងរួចចេញពីសម័យប៉ុលពតបាទនៅឆ្នាំ1979កម្ពុជាក្រីក្រកម្ពុជាលំបាកវេទនាតោកយ៉ាកយ៉ាងណាក៏ដោយបាទក៏សម្ដេចតេជោហ៊ុនសែនលោកមិនបណ្ដោយឲ្យចៅថៃឬចៅសៀមឈ្លានពានមកលើទឹកដីកម្ពុជាបានដែរបាទរហូតមកដល់សម្ដេចធិបតីហ៊ុនម៉ាណែតនេះទៅទៀតកម្ពុជាខ្លាំងគ្រប់បែបយ៉ាងកម្ពុជារឹងមាំគ្រប់វិស័យសួរថាតើងាយទេបាទដែលចៅថៃឬសៀមអាចឈ្លានពានមកលើទឹកដីកម្ពុជាដោយងាយបានតើងាយទេនៅពេលដែលមានវត្តមានរបស់សម្ដេចតេជោហ៊ុនសែនវត្តមានរបស់មេទ័ពយើងចាស់បាទដែលលោកមានស្នាដៃដែលលោកមានភាពអង់អាចក្លាហានមានបទពិសោធន៍គ្រប់យ៉ាងនៅក្នុងសង្គ្រាមលោកគឺជាវីរៈបុរសពិតសម្រាប់កម្ពុជាបាទមិនមែនវីរៈបុរសនៅលើ Facebook មិនមែនវីរៈបុរសនៅលើ TikTok ឬក៏វីរៈបុរសនៅលើអ៊ីនធឺណិតលើបបោមាត់នោះទេក៏ប៉ុន្តែជាវីរៈបុរសពិតសម្រាប់កម្ពុជារំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ជ្រងប្រជាជនកម្ពុជាជ្រងអាយុជីវិតរបស់ប្រជាជនកម្ពុជារាប់លានអ្នកបាទហ៊ានបូជាជីវិតហ៊ានលះបង់សាច់ស្រស់ឈាមស្រស់គ្រប់បែបយ៉ាងសម្រាប់កម្ពុជាសម្រាប់អាយុជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចផុតពីទុក្ខវេទនាឲ្យរួចផុតពីនរកបាទដែលទាំងអស់នោះហើយដែលវីរៈភាពទាំងអស់នោះហើយគឺជាវីរៈបុរសពិតមានន័យថាលោកមានបទពិសោធន៍ច្បាស់ណាស់បាទនៅក្នុងសង្គ្រាមស្គាល់រូបមន្តច្បាស់ណាស់នៅក្នុងការប្រយុទ្ធនៅក្នុងភ្លើងសង្គ្រាមទាំងប្រាជ្ញាទាំងស្មារតីទាំងភាពអង់អាចក្លាហានគឺលោកមានទាំងអស់ដែលចំណុចនេះហើយបានជាខ្ញុំលើកឡើងថាខ្ញុំជឿជាក់ 100% ប្រជាជនខ្មែរទាំងនគរទាំងមួយនគរជឿជាក់ 100% ទៅលើស្នាដៃទៅលើសមត្ថភាពរបស់ថ្នាក់ដឹកនាំកម្ពុជាយើងបើចៅសៀមបាទហ៊ានតែឈ្លានពានកម្ពុជាបើចៅសៀមហ៊ានតែបង្កចំនួនដោយទៅនឹងសម្ដីថាចង់បង្កសង្គ្រាមជាមួយកម្ពុជាថាចង់វាយកម្ពុជាប្រសិនណាបើកម្ពុជាចង់ដោះស្រាយគឺត្រូវតែហ៊ានធ្វើសង្គ្រាមជាមួយថៃបាទប្រសិនណាបើចៅថៃពិតជាហ៊ានច្បាស់ណាស់នឹងចាញ់កម្ពុជាយ៉ាងអាម៉ាស់ពិតប្រាកដបាទយើងឃើញហើយទាំងចំនួនកងទ័ពក្តីទាំងកម្លាំងសាពីវុធយុទ្ធឧបករណ៍ក្តីនាពេលនេះកម្ពុជាមិនខ្វះនោះទេបាទហើយក៏សូមកុំភ្លេចដែរបាទថាកម្ពុជានាពេលនេះបានភ្ជាប់ចំណងមិត្តភាពយ៉ាងសម្បើមជាមួយបណ្ដាប្រទេសនានាទាំងអស់នៅលើពិភពលោកឲ្យតែមានបំណងជាប់មិត្តភាពជាមួយកម្ពុជាល្អជាពិសេសសូមកុំភ្លេចបាទទៅលើមិត្តដៃថៃរបស់កម្ពុជាគឺនៅពីក្រោយកម្ពុជាជានិច្ចបើកម្ពុជាពិតជាមានរឿងបើកម្ពុជាពិតជាមានចំនួនពិតជាមានសង្គ្រាមមែនសួរថាតើសម្ព័ន្ធមិត្តដៃថៃសួរថាតើសម្ព័ន្ធមិត្តទាំងឡាយដែលល្អជាមួយនឹងកម្ពុជាថាតើលោកនឹងនៅស្ងៀមទេបាទត្រង់ចំណុចនេះយើងអាចគិតយល់ហើយថានឹងមានចំណាត់ការជួយគ្នាបែបណានោះ
បាទអរគុណច្រើនបាទពុកម៉ែបងប្អូននេះគឺជាបទវិភាគថ្មីសម្រាប់លោកអ្នកបាទតាក់ទងទៅនឹងស្ថានភាពក្តៅនាពេលបច្ចុប្បន្នរវាងកម្ពុជានិងថៃប្រសិនណាបើសិនជាសៀមឬក៏ថៃពិតជាហ៊ានបើកប្រតិបត្តិការឈ្លានពានកម្ពុជាពិតមែនយើងជឿជាក់ទៅលើរដ្ឋាភិបាលកម្ពុជាជឿជាក់បាទទៅលើថ្នាក់ដឹកនាំកម្ពុជាជឿជាក់ទៅលើមេបញ្ជាការរបស់កម្ពុជាថាអាចនឹងយកជ័យជំនះទៅលើភាគីថៃបានហើយបើរឿងនោះវាពិតជាកើតឡើងមែនបាទច្បាស់ណាស់ថៃនឹងអាចទទួលនូវភាពអាម៉ាស់ទទួលនឹងភាពអន្តរាយយ៉ាងពិតប្រាកដបាទដូច្នេះខ្ញុំនឹងបន្តតាមដានបន្តផ្ដល់នៅព័ត៌មានថ្មីបន្តលើកយកនៅបទវិភាគថ្មីជម្រាបជូនលោកអ្នកបន្តបាទសូមអរគុណ